កាលពីប្រែងនាយមានព្រះអង្គពីរអង្គគឺព្រះវរវង្សនិងព្រះសូរវង្សដែលត្រូវបានមេដាចុងចិត្តអាក្រក់បណ្ដេញចេញពីព្រះបរមរាជវាំងព្រះអង្គទាំងពីរបានធ្វើដំណើរយ៉ាងវែងឆ្ងាយចូលទៅក្នុងព្រៃជ្រៅដែលពោពេញដោយគ្រោះថ្នាក់និងភាពភ័យខ្លាចទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏បងប្អូនទាំងពីរមិនដែលបោះបង់គ្នាឡើយពួកគេតែងតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅក្នុងព្រៃនោះពួកគេបានជួបនឹងតាបោះមណាដែលមានចិត្តមេត្តានិងមានមហិទ្ធិឫទ្ធិខ្លាំងពូកែតាបោះបានប្រគល់ដាវនិងធ្នូទិព្វថែមទាំងបង្រៀនមន្តអាគមវិជ្ជាការផ្សេងៗដើម្បីឲ្យពួកគេអាចការពារខ្លួនពីសត្រូវពេលវេលាកន្លងផុតទៅព្រះអង្គទាំងពីរបានធំដឹងក្តីនិងមានសមត្ថភាពខ្លាំងក្លារងចាំថ្ងៃត្រឡប់ទៅវិញព្រះវរវង្សបានប្រើដាវទិព្វប្រយុទ្ធជាមួយពពួកបិសាចកំណាចដែលតាមយាយីក្នុងដំណើរស្វែងរកយុត្តិធម៌ចំណែកព្រះសូរវង្សក៏បានប្រើធ្នូទិព្វរបស់ខ្លួនដើម្បីជួយសង្គ្រោះបងប្រុសនិងកម្ចាត់រាល់ឧបសគ្គទាំងឡាយបន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើនពួកគេក៏បានវិលត្រឡប់មកដល់នគរវិញដើម្បីទាមទារសិទ្ធិសេរីភាពនិងសេចក្តីសុខជូនប្រជារាស្ត្រចុងក្រោយសេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ព្រះវរវង្សនិងព្រះសូរវង្សបានគ្រងរាជ្យសម្បត្តិនិងដឹកនាំនគរដោយសន្តិភាព